ចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែលំហាត់ក្នុងមេរៀនការបូកចំនួនមានលេខ4ខ្ទង់និង3ខ្ទង់គ្មានត្រាទុកអញ្ចឹងយើងមើលលំហាត់1ចូលរកផលបូកអញ្ចឹងគឺគេឲ្យយើងគណនារកផលបូកអញ្ចឹងយើងចាប់ផ្ដើមមើលពីលំហាត់កបើយើងនិយាយពីរបៀបនៃការបូកចំនួនគឺដំបូងគឺយើងត្រូវសរសេរចំនួនឲ្យត្រូវតាមខ្ទង់រួចហើយចាប់ផ្ដើមបូកពីខ្ទង់រាយប៉ុន្តែលំហាត់ខាងលើនេះយើងឃើញថាគេរៀបឲ្យយើងហើយអញ្ចឹងយើងគ្រាន់តែចាប់ផ្ដើមបូកមកចាប់ផ្ដើមពីខ្ទង់រាយអញ្ចឹងយើងមើល0យើងមើលខ្ទង់រាយ0បូកនឹង5អញ្ចឹងមួយចំនួនដែលបូកនឹង0យើងត្រូវចាំថាវាស្មើខ្លួនវាវិញឧទាហរណ៍0បូក2ស្មើ2 0បូក3ស្មើ3ដល់ពេល0បូកនឹង5អញ្ចឹងគឺស្មើ5អញ្ចឹងបើស្មើ5គឺយើងត្រូវសរសេរលេខ5ស្មើប៉ុន្មានយើងសរសេរលេខប៉ុណ្ណឹងហើយសរសេរឲ្យត្រូវតាមខ្ទង់អញ្ចឹងបន្ទាប់មកយើងមើលខ្ទង់10 8បូក0ចា8បូក0គឺស្មើ5 8មួយចំនួនបូក0ស្មើនឹងមួយចំនួននឹងវិញឧទាហរណ៍5បូក0ស្មើ5 8បូក0ស្មើ5 8អញ្ចឹងយើងសរសេរលេខ5 8បន្តមកទៀតខ្ទង់100ចារាយ10 100ខ្ទង់100ខាងលើលេខ3ខាងក្រោមលេខ1អញ្ចឹង3បូក1តើស្មើប៉ុន្មានអញ្ចឹងបើប្អូនខ្លះដែលបកកែគឺគាត់អាចគិតចេញយើងដាក់មកប៉ុន្តែសម្រាប់ប្អូនដែលគិតមិនចេញសូមមើលវិធីរបស់អ្នកគ្រូអញ្ចឹងដើម្បីដឹងថា3បូក1ស្មើប៉ុន្មានអញ្ចឹង3បងប្អូនត្រូវគូស3មកគូសនៅលើกระดาษព្រៀងឬក៏ក្តារឈ្នួនក៏បានដែរយើងគូស3ដែលជាចំនួនខាងលើយើងគូសមក1គូសថែមមួយទៀត2 3បន្ទាប់មកតើ3ថែមនឹងប៉ុន្មានឬក៏3បូកនឹងប៉ុន្មាន3បូកនឹង1អញ្ចឹងថែម1អញ្ចឹង3ហើយយើងគូសបន្ថែម1ទៀតបន្ទាប់មកយើងរាប់ថាតើ3ថែម1នឹងសរុបប៉ុន្មានអញ្ចឹងយើងរាប់មក1 2 3 4អញ្ចឹងមានន័យថា3ហើយថែម1សរុបទាំងអស់គឺ4អញ្ចឹងបើយើងឃើញ4យើងសរសេរលេខ4ចាបន្តមកទៀតខ្ទង់ពាន់យើងឃើញថា4នេះអត់មានអីបូកទេមកជួរនឹងបើអត់មានអីបូកគឺយើងទម្លាក់ចុះចាអញ្ចឹងចម្លើយលំហាត់កហ្នឹងគឺស្មើ4485បន្តទៀតយើងចូលលំហាត់ខយើងមាន5134បូកនឹង424អញ្ចឹងយើងចាប់ផ្ដើមបូកពីខ្ទង់រាយមកដោយសារលេខនេះគឺគេតម្រៀបឲ្យយើងរួចហើយអញ្ចឹងយើងបូកមក4បូក4តើស្មើប៉ុន្មានសម្រាប់បងអូនដែលគិតចេញបងអូនសរសេរលេខប៉ុណ្ណឹងមកប៉ុន្តែបើបងអូនគិតមិនចេញសូមប្រើតាមវិធីអ្នកគ្រូអញ្ចឹងយើងមើលលេខខាងលើតើលេខប៉ុន្មានលេខ4អញ្ចឹងយើងត្រូវគូស4យើងគូសមក1 2 3 4បន្ទាប់មកតើ4ថែមនឹងប៉ុន្មានឬក៏បូកនឹងប៉ុន្មាន4បូក4អញ្ចឹងយើងគូសបន្ថែម4ទៀតដោយសារ4ហើយថែម4អញ្ចឹងយើងគូសបាន4ហើយយើងគូសអាក្រោម4ទៀត1 2 3 4បន្ទាប់មកយើងរាប់សរុបថាតើ4ថែម4ដែលយើងគូសនឹងតើស្មើប៉ុន្មានអញ្ចឹងរាប់ជាមួយអ្នកគ្រូ1 2 3 4 5 6 7 8អញ្ចឹង4ថែម4ឬក៏4បូក4ស្មើ8អញ្ចឹងគឺយើងសរសេរលេខ5 8តទៀតខ្ទង់10 3ថែម2តើស្មើប៉ុន្មានអញ្ចឹងបើយើងគិតចេញដាក់មកបើយើងគិតមិនចេញទេយើងប្រើវិធីអ្នកគ្រូអញ្ចឹងខាងលើលេខ3អញ្ចឹងយើងគូស3មក1 2 3បន្ទាប់មកបូកបន្ថែមនឹងប៉ុន្មាន2អញ្ចឹងយើងគូសបន្ថែម2ទៀត1 2បន្ទាប់មកយើងរាប់បញ្ចូលគ្នាថាតើ3បូក2ស្មើប៉ុន្មានអញ្ចឹងយើងរាប់មក1 2 3 4 5អញ្ចឹង3ថែម2គឺស្មើ5បើយើងគិតឃើញ5យើងសរសេរលេខ5ចាលេខ5បន្ទាប់មកខ្ទង់100 1បូក4អញ្ចឹងអ្នកគ្រូបញ្យល់វិធីហ្នឹងតែ2 3នឹងទេកុំឲ្យយើងយូរដោយសារលំហាត់យើងច្រើនណាស់បើសិនបញ្យល់អញ្ចឹងរហូតដល់ចាប់គឺប្រកាសជា1ម៉ោងជាងហើយអញ្ចឹងអ្នកគ្រូបញ្យល់តែប៉ុណ្្នឹងទេអញ្ចឹងបន្តទៀតគឺយើងអ្នកគ្រូដាក់ចម្លើយឲ្យយើងណាចាតទៀត1បូក4ស្មើនឹង5អញ្ចឹងយើងសរសេរលេខ5តទៀត5អត់មានអីបូកគឺយើងទម្លាក់ចុះហើយយើងអាចរៀនធ្វើទៅហើយយើងផ្ទៀងផ្ទាត់ចម្លើយទៅតទៀតលំហាត់អក្សរគួរ
លំហាត់អក្សរគួរយើងមាន 6245 បូក 632 ចឹងយើងចាប់ផ្ដើមបូកពីខ្ទង់រាយមក 5 បូក 2 ស្មើ 7 ចឹងយើងសរសេរលេខ 5 2 4 បូក 3 ស្មើ 5 2 ចឹងយើងសរសេរលេខ 7 2 បូក 6 ស្មើ 8 យើងសរសេរលេខ 8 6 អត់មានអីបូកគឺយើងទម្លាក់ចុះតទៀតលំហាត់អក្សរខួរ 8 បូក 1 ស្មើ 9 យើងសរសេរលេខ 9 4 បូក 5 ស្មើ 9 យើងសរសេរលេខ 9 3 បូក 2 ស្មើ 5 យើងសរសេរលេខ 5 7 អត់មានអីបូកគឺយើងទម្លាក់ចុះតទៀតលំហាត់អក្សរង 8206 បូក 672 អញ្ចឹង 6 បូក 2 8 យើងសរសេរលេខ 8 មក 0 បូក 7 ឃើញ 7 យើងសរសេរលេខ 7 2 បូក 6 ស្មើ 8 យើងសរសេរលេខ 8 8 អត់មានអីបូកយើងទម្លាក់ចុះអញ្ចឹងបើសិនជាយើងចង់ប្រៀបធៀបថាតើយើងធ្វើត្រូវដូចអ្នកគ្រូដែរឬអត់យើងអាចស្កប់វីដេអូហ្នឹងទៅហើយយើងគណនាមើលថាតើឃើញដូចអ្នកគ្រូអត់ឥឡូវយើងមើលលំហាត់ចម្ដងសម្រាប់លំហាត់ចនេះគឺគេទៅសេជាជួរដេកអញ្ចឹងបើគេទៅសេជាជួរដេកគឺយើងត្រូវយកវាមកទៅសេជាជួរឈរដើម្បីយើងអាចគណនាបានចាឬក៏ទោះបីជាយើងទៅសេចម្លើយដាក់ជួរដេកក៏យើងត្រូវយកទៅគណនាกระดาษព្រៀងជាជួរឈរដែរទៅគិតចម្លើយចេញឥឡូវអ្នកគ្រូទៅសេចម្លើយខាងក្រោមចាប់ពីលំហាត់អក្សរចដោយសារតែចាប់ពីលំហាត់ហ្នឹងគឺគេទៅសេជួរដេកចាអញ្ចឹងយើងមើលលំហាត់អក្សរចចាអក្សរច2634បូក124អញ្ចឹងយើងចាប់ផ្ដើមបូកពីខ្ទង់រាយមកចា4បូក4 8យើងសរសេរលេខ 8 3បូក2ស្មើ 5 អញ្ចឹងយើងសរសេរលេខ 5 1បូក6 7យើងសរសេរលេខ 7 2អត់មានអីបូកយើងទម្លាក់ចុះតទៀតឆ3150បូក242អញ្ចឹងតម្រៀបឲ្យត្រូវតាមខ្ទង់ហើយចាប់ផ្ដើមគណនា0បូក2ស្មើ2សរសេរលេខ 2 5បូក4ស្មើ9សរសេរលេខ 9 3សំទោស1បូក2ស្មើ3សរសេរលេខ 3 3អត់មានអីបូកយើងទម្លាក់ចុះតទៀតលំហាត់អក្សរចូលចាអក្សរចូល4605បូក372 5បូក2ស្មើ7យើងសរសេរលេខ 7 0បូក7ស្មើ7យើងសរសេរលេខ 7 6បូក3ស្មើ9អញ្ចឹងយើងសរសេរលេខ 9 4អត់មានអីបូកយើងទម្លាក់ចុះលំហាត់អក្សរចូល6283បូក305អញ្ចឹងយើងបានតម្រៀបរួចហើយអញ្ចឹងយើងចាប់ផ្ដើមគណនាមក3បូក5ស្មើ8សរសេរលេខ 8 8បូក0ស្មើ8យើងសរសេរលេខ 8 2បូក3ស្មើ5យើងសរសេរលេខ 5 6អត់មានអីបូកយើងទម្លាក់ចុះអញ្ចឹងសម្រាប់លំហាត់លេខ1គឺអ្នកគ្រូបានកែឲ្យអស់ហើយអ្នកគ្រូបញ្ជាក់ផងដែរកន្លែងលំហាត់គឺគេដាក់ពាក្យចូលនៅពេលដែលយើងសរសេរចម្លើយបងអូនមិនបាច់ដាក់ពាក្យចូលទេយើងដាក់ត្រឹមរកមកគេឲ្យយើងចូលរកផលបូកអញ្ចឹងយើងអត់ដាក់ពាក្យចូលទេយើងដាក់រកផលបូកតទៀតលំហាត់លេខ2ចាលំហាត់លេខ2គឺយើងត្រូវបំពេញក្នុងប្រអប់បំពេញផលបូកហ្នឹងនេះគេដាក់ចូលបំពេញផលបូកក្នុងប្រអប់អញ្ចឹងពេលយើងគណនាហើយគឺយើងបំពេញចូលប្រអប់យើងទៅសេជាជួរដេកឬក៏គេហៅថាល្បះលេខបែបហ្នឹងប៉ុន្តែនៅពេលដែលយើងគណនាចង់រកផលបូកយើងមិនអាចគណនាជួរដេកអញ្ចឹងឃើញចម្លើយទេអញ្ចឹងគឺអ្នកគ្រូបញ្យល់យើងជាជួរឈរហើយចាំយើងយកបំពេញជាក្នុងប្រអប់អីតាមលំនាំនៃលំហាត់ហ្នឹងយើងអាចយកបំពេញក្នុងប្រអប់ទៅប៉ុន្តែនេះគឺជាការបញ្យល់របស់អ្នកគ្រូដើម្បីឲ្យយើងយល់ក្នុងការគណនាលេខហ្នឹងហើយឃើញចម្លើយតាមលំហាត់មួយហ្នឹងយើងអាចទៅសេវាជាជួរដេកហើយបំពេញក្នុងប្រអប់ចោះអត់អីទេចាអញ្ចឹងយើងមើលកពី2592បូក103ចាអញ្ចឹងយើងចាប់ផ្ដើមតម្រៀបវាឲ្យត្រូវតាមខ្ទង់ហើយយើងចាប់ផ្ដើមគណនាបូកពីខ្ទង់រាយចា2បូក3ឃើញ5អញ្ចឹងយើងសរសេរលេខ5បន្តទៀត9បូក0ឃើញ9យើងសរសេរលេខ5 4 5បូក1ឃើញ6យើងសរសេរលេខ5 6 2អត់មានអីបូកយើងទម្លាក់ចុះលំហាត់ខ3
1604 បូក203 អញ្ចឹងអ្នកគ្រូបានតម្រៀបឲ្យរួចហើយចឹងយើងចាប់ផ្ដើមគណនា4 + 3 ស្មើ 7 យើងសេលេខ 7 0 + 0 អញ្ចឹងទទេបូកទទេអត់មានបានទៅកើនអីទេគឺនៅ0ដដែលនៅទទេដដែល6 + 2 ស្មើ 8យើងសរសេរ8មក3អត់មានអីបូកយើងទម្លាក់ចុះតទៀតលំហាត់អក្សរគួរ5241 បូក 615 អញ្ចឹងយើងចាប់ផ្ដើមគណនាពីខ្ទង់រាយមក1 + 5 6យើងសេលេខ6មក4 + 1 5យើងសេលេខ5 2 + 6 8យើងសេលេខ8 5អត់មានអីបូកយើងទម្លាក់ចុះអានឹងសម្រាប់លំហាត់លេខ2ហើយដល់ពេលដែលយើងសរសេរចម្លើយនេះយើងយកចម្លើយហ្នឹងយកមកបំពេញនៅក្នុងប្រអប់ទី1ទីកខគហ្នឹងទៅហើយនៅពេលសរសេរចម្លើយយើងអត់ដាក់ពាក្យចូលទេយើងដាក់បំពេញផលបូកក្នុងប្រអប់នេះបំពេញផលបូកក្នុងប្រអប់ហើយយកវាទៅសរសេរជាជួរដេកហើយដាក់ក្នុងប្រអប់មកប៉ុន្តែនេះគឺអ្នកគ្រូបរៀនយើងគណនាយើងអាចទៅសរសេរដូចយើងសរសេរដូចលំហាត់របស់យើងហើយយើងដាក់ចម្លើយតាមកខគអញ្ចឹងមកដល់ពេលដែលយើងធ្វើលំហាត់ចាដាក់បន្ទុកឥឡូវដល់លំហាត់លេខ3ចាលំហាត់លេខ3គឺ3មុធាគណនាពាក្យថាមុធាគណនាហ្នឹងគឺឲ្យយើងគិតដោយមិនបាច់ធ្វើប្រមាណវិធីទេគ្រាន់តែគិតគឺយើងអាចឃើញចម្លើយហើយចឹងអ្នកគ្រូដាក់ចម្លើយគីនេះហើយចាហើយនៅពេលដែលយើងសរសេរជាចម្លើយយើងដាក់3មុធាគណនាចឹងមកហើយដាក់ស្មើយកចឹងមកស្មើប្រមាណដាក់ប៉ុណ្្នឹងមកតែនេះវាតូចចឹងអ្នកគ្រូសុំដាក់ចម្លើយខាងក្រោមតាមលំហាត់នឹងតែនៅពេលយើងសេដាក់បន្ទុកគឺយើងដាក់ស្មើបន្តស្មើមកចម្លើយប្រមាណរួចហើយចាំដកឃ្លាបន្តិចដាក់ខគខអីចឹងមកចឹងយើងមើល 3000 + 500តើស្មើប៉ុន្មាន3000 + 500អញ្ចឹងគឺ3500 3500អញ្ចឹងយើងមើលទៅយើងអាចឃើញចម្លើយតែម្ដងអញ្ចឹងដាក់មក3500 4000 + 400 4000ហើយថែម400ទៀតតើស្មើប៉ុន្មានអញ្ចឹងគឺស្មើ4400អញ្ចឹងយើងដាក់មកស្មើ4400តមកលំហាត់គោចា6000 + 650អញ្ចឹងស្មើប៉ុន្មានអញ្ចឹងគឺស្មើ6650លំហាត់ខួរចាលំហាត់ខួរ7000 + 430អញ្ចឹងគឺ7430ចា7430ពាក្យថាមុធាគណនាហ្នឹងមានន័យថាយើងមិនបាច់យកទៅសរសេរជាប្រមាណវិធីអីទេយើងគ្រាន់តែមើលទៅគឺយើងអាចដឹងចម្លើយអាហ្នឹងមុធាគណនាគឺគេគិតហើយគេដាក់ចម្លើយយកសម្រាប់អ្នកដែលយល់អីចឹងទៅហើយយើងក៏អាចគិតឃើញដែរងាយអាហ្នឹងគឺឲ្យយើងគិតឲ្យយើងសរសេរអីច្រើនទេចឹងសម្រាប់កំណែលំហាត់ក្នុងមេរៀនការបូកចំនួនមានលេខ4ខ្ទង់និង3ខ្ទង់គ្មានត្រាទុកគឺមានប៉ុណ្ណឹងហើយបើចូលចិត្តកុំភ្លេចចុច like និងចុច subscribe ឲ្យអ្នកគ្រូម្នាក់មួយផងចាសសូមអរគុណច្រើននិងសូមជម្រាបលា